ល្អយើងនឹងតតដល់ផ្ទាល់ក្រាបបង្គំទូលថ្វាយព្រះករុណាជាអង្គចាស់ជីវិតលើត្បូងសមរភូមិជួមមុខពួកសត្រូវបានវាយកំទេចផែនការពាររបស់ទូលព្រះបង្គំអស់ហើយអ្នកភូមិរស់នៅក្នុងតំបន់នោះទាំងក្មេងទាំងចាស់សត្រូវគ្មានទុកជីវិតឲ្យសូម្បីតែម្នាក់ប៉ុន្តែទូលព្រះបង្គំមានវិធីមួយអាចស្រោចស្រង់ស្ថានភាពសង្គ្រាមនេះបានគឺការកែងតបខ្មោចដោយតម្រូវឲ្យមានពិធីបូជាជីវិតរបស់ទូលព្រះបង្គំនៅថ្ងៃ15កើតយប់ពេញបរមីបើព្រះអង្គទ្រង់ព្រះសម្ដេចលឺស្នូររន្ទះ3ដងសូមព្រះអង្គលើកតបយើងដែលនៅសេសសល់ទាំងប៉ុន្មានសម្រុកចូលវាបំបែកសត្រូវដោយការតាំងចិត្តអង់អាចនិងមោះមុតពុំខានការតាំងចិត្តឲ្យមោះមុតនឹងធ្វើឲ្យតបខ្មោចយើងខ្លាំងក្លាដូចគ្នាសូមព្រះអង្គទានជ្រាបពីទូលព្រះបង្គំអកយ៉ាងខ្លាំងបញ្ជូនឆ្លើយសឹកទាំងអស់ចូលគុកធំក្រាបថ្វាយបង្គំព្រះករុណាមើលស្អីឆាប់ដើរទៅមុខឲ្យលឿនលោកពិតជាគោរពពាក្យសន្យាមែនក្រាបទូលព្រះអង្គទូលបង្គំមិនអាចឲ្យព្រះអង្គយាងជិមច្បាំងតែអង្គឯងនោះទេទូលបង្គំទាំងអស់គ្នាប្រកាសជាមកការពារព្រះអង្គនិងសុខសន្តិភាពរបស់ប្រជាជនទូទាំងនគរយើងពិតជាមានមោទនភាពណាស់ដែលមានមន្ត្រីស្មោះត្រង់និងមេទ័ពអង្គអាចដូចជារូបលោកក្រាបទូលព្រះអង្គនេះជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ទូលបង្គំនិងក្រុមគ្រួសារដែលបានពលីជីវិតនៅក្នុងសង្គ្រាមដើម្បីប្រទេសជាតិនេះភាពស្មោះត្រង់និងសេចក្តីក្លាហានរបស់លោកសម្រាប់ដែនដីសវណ្ណភូមិមួយនេះនឹងត្រូវបានដឹងគុណដោយកូនចៅខ្មែរគ្រប់ជំនាន់